រឿងផ្កាយក្រោយមេឃភាគទី34វគ្គចុះទឹកក្រពើឡើងលើខ្លានិពន្ធនឹងរៀបរៀងដោយនានេះហាមលួចចម្លងដោយគ្មានការអនុញ្ញាតបន្ទាប់ពីគេងយ៉ាងស្កប់ស្កល់ស្រីស្រស់បានក្រោកពីដំណេកប្រញាប់រួតរះទៅផ្សារធ្វើម្ហូបពេលល្ងាចសម្រាប់ក្រុមគ្រួសារនៅលើវិថីមានសភាពស្ងប់ស្ងាត់មួយសន្ទុះសម្លឹងឃើញមានរថយន្តមួយបរឆ្លងកាត់ស្រីស្អាតកំពុងធាក់កង់បណ្ដាលស្រមៃគ្រាអនុសាចាស់បណ្ដាលនាងហាក់ភ្លេចក្រឡេកមើលព្រះសូរិយាដែលកំពុងតែរៀបលេចយ៉ាងស្រស់ស្អាតកំពុងតែស្លង់អារម្មណ៍រថយន្តពខ្មៅក្រឹបមិនដឹងថាបរពីក្រោយនាងតាំងពីស្មាណានាងតូចក្រឡេកមើលទៅក្រោយដោយសន្សឹមរថយន្តក៏បរហួសនាងនឹងឈប់ងក់នៅពីមុខកង់របស់នាងបុរសស្លៀកពាក់សីវើ4នាក់ចុះពីលើរថយន្តមកឈរបាំងយ៉ាងសង្ហាស្រស់ស្រីសួរទៅកាន់នាយទាំង4ពួកលោកចង់ធ្វើស្អីហេតុអីមកបង្អាក់ដំណើរយើងដូច្នេះចង់ធ្វើស្អីចឹងហេនាងតូចស្រមៃទៅថាពួកយើងចង់ធ្វើស្អីបុរសម្នាក់ក្នុងចំណោម4នាក់តបកុំប្រាប់ថាចង់ចាប់រំលោភយើងណានេះពួកឯងរំលោភក្មេងវាខុសច្បាប់ណាវើយច្បាប់នៅខិនយីនេះបើរំលោភក្មេងអាចនឹងជាប់គុកមួយជីវិតហើយកាត់ម្រាមដៃម្រាមជើងថែមទៀតផងនាងតូចនិយាយបណ្ដាលឈានជើងចេញមកក្រៅដើម្បីរត់គេចបណ្ដាលនាងនិយាយបំភ័យពួកគេទាំងដែលនាងមិនដែលដឹងពីច្បាប់ខិនយីប៉ុន្មានឡើយនាងរត់ហើយវើយពួកឯងឆាប់ចាប់នាងមកវិញភ្លាមបុរសដែលនោះស្រែកឲ្យពួកគេតាមចាប់ស្រីស្រស់នៅលើដងវិថីដ៏ស្ងប់ស្ងាត់និងព្រៃដ៏សែនក្រាស់នាងបានសម្រេចចិត្តរត់ចូលព្រៃគេចខ្លួនព្រោះនាងគ្មានអាវុធសម្រាប់តាំងឡើយវារត់ចូលព្រៃខាងនោះហើយឆាប់តាមទៅស្រីស្រស់រត់មិនបានប៉ុន្មានជំហានផងក៏ត្រូវពួកនោះស្ទាក់ជាប់ដោះលែងយើងទៅនាងបានស្រែកឲ្យពួកគេដោះលែងពួកឯងជាណាទៅជាកូនចៅថៅកែយូនមែនទេថៅកែយូនណាទៅវើយពួកយើងមិនស្គាល់ទេពួកយើងត្រូវការចាប់នាងឲ្យម្ចាស់ពួកយើងនាងតូចហាក់ធូរអារម្មណ៍ជាមួយពាក្យថាពួកអស់ទាំងនោះមិនស្គាល់ថៅកែយូនចម្លែកមែនតំបន់នេះមានតែក្រុមថៅកែយូនទេដែលជាម៉ាហ្វៀចុះពួកនេះមកពីណាទៅបើចឹងពួកឯងមកពីប្រទេសផ្សេងមែនទេគុំសួរច្រើនល្អជាងព្រះនាងណដ្ឋការអ្នកដែលស្គាល់ថ្នាក់ដឹកនាំពួកយើងគ្មានអ្នកណាមានជីវិតឡើយបើចង់រស់នោះឆាប់បិទមាត់ភ្លាមទៅពួកគេបានចាប់ស្រស់ស្រីចងភ្ជាប់ជាមួយដើមឈើដែលមានសត្វល្អិតពាសពេញនាងខំរើបំរាស់កាន់តែខ្លាំងចំណងរឹតតែណែនឆាប់លែងយើងទៅពួកអាចង្រៃពួកបរោះកំណាចកំពុងតែអង្គុយយាមនៅត្រង់នោះដែរដោយម្នាក់មិនហ៊ានបិទភ្នែកដេកនោះឡើយនាងតូចហេវហត់អស់កម្លាំងស្រែកទឹកយ៉ាងខ្លាំងជួនជាពេលសំណាងសម្រាប់នាងដែលបរោះកំណាចទាំង3គេងលក់អស់នៅសល់បរោះម្នាក់ដែលមានមុខមាត់ស្លូតបូតជាងគេលោកការហៅដោយខ្សោះកម្លាំងព្រះនាងកុំមាត់ឬពេកនាយយើងយកដៃខ្ទប់មាត់នាងហើយក៏ដកដៃមកវិញនឹងបន្តវាចាដោយសុភាពប្រទានទោសផងលើសលប់ដល់ទ្រង់ហើយព្រះនាងឆាប់រត់ចេញទៅតែកុំឲ្យមានឮសូរសំឡេងឲ្យសោះប្រេតពួកគេភ្ញាក់នាយយើងក៏ស្រាយចំណងឲ្យស្រស់ស្រីនាងតូចបានអរគុណនិងដោះចិញ្ចៀនពីដៃប្រគល់ទៅឲ្យនាយលោកឆាប់យកទុកទៅថ្ងៃក្រោយជួបគ្នាខ្ញុំស្រួលចំណាំលោកបាននាងក៏ចាក់ចេញដោយមិនឲ្យនាយបដិសេធមិនទាន់នាយយើងកាន់ចិញ្ចៀនបណ្ដាញឹមបណ្ដានឹងនឹកក្នុងចិត្តតែម្នាក់ឯងទូបង្គំសំណាងណាស់ដែលបានជួបទ្រង់ម្ដងទៀតព្រះនាងណដ្ឋការសង្ឃឹមថាពួកយើងនឹងជួបគ្នាម្ដងទៀតនិងសូមឲ្យទេវតានៅទីនេះថែរក្សាទ្រង់ផងកំពុងភ្លឹកអារម្មណ៍បុរសទាំង3បានរើបំរាស់ពីដំណេកធ្វើឲ្យនាយយើងធ្វើពុតជាគេងលក់ដែរបុរសកំណាចចរៃបានលោឡាអំពីការបាត់ខ្លួនរបស់ផ្កាពួកឯងនាងក្មេងនោះរត់បាត់ហើយគ្រប់គ្នាឮដូច្នេះក៏ស្ទុះងើបគ្រប់គ្នាចង្រៃឲ្យក្មេងម្នាក់សោះពួកឯងបណ្ដោយឲ្យរត់បានតាមមើលនាងទៅមិនឆ្ងាយទេឆាប់តាមទៅពួកគេបានបំបែកផ្លូវគ្នាតាមរកកំឡោះស្លូតដែលបានដោះលែងនាងដឹងច្បាស់ណាស់ថានាងទៅតាមផ្លូវណានាយក៏និយាយបង្វែងដានពួកឯងមានទៅទិសខាងត្បូងអាចេនទៅទិសខាងជើងអាឋានទៅទិសខាងលិចចំណែកយើងទៅទិសខាងកើតឆាប់បំបែកគ្នាតាមរកទៅថាហើយនាយកំឡោះតូចយើងក៏រត់យ៉ាងលឿនសម្ដៅទៅទិសខាងកើតតាមដានជើងស្រស់ស្រីរហូតនាងតូចស្រមោចខំពងពេញជើងទាំងអស់ធ្វើឲ្យរត់មិនបានឆ្ងាយឡើយមិនយូរប៉ុន្មានមានដ៏សែនស្លូតក្នុងចំណោមខ្លាកំណាចក៏តាមមកទាន់ព្រះនាងនាយតាមឡើងត្រហប់ក្តងហក់ដកដង្ហើមមិនចង់ដល់គ្នានាយខំស្រែកហៅព្រះនាងនាងក៏ងាកមកយ៉ាងរីករាយនាយមកតាមយើងធ្វើអីទៅព្រះនាងសម្រាកសិនទៅជើងព្រះនាងទៅមុខទៀតបែកខ្ទុះបំបើមិនខានចាំទូបង្គំលាបថ្នាំឲ្យថ្នាំនេះពួកជនជាតិអធុករបស់យើងពូកែណាស់លាបភ្លាមវានឹងបាត់ភ្លាមថាមិនពួកលោកមកពីអធុកក្រាបទូពួកយើងទទួលបញ្ជាពិសេសដើម្បីតាមចាប់ខ្លួនព្រះនាងយកទៅធ្វើជាចំណាត់ខ្មាំងចុះហេតុអីលោកជួយយើងទៅវិញមិនខ្លាចថ្នាក់ដឹកនាំលោកថ្កោលទោសទេ
ព្រះនាងនិងគ្រួសារជាអ្នកមានគុណរបស់គ្រួសារទូបង្គំគុណនេះគ្រួសារទូបង្គំមិនភ្លេចទេគុណជួយអ្វីទៅហេតុអីយើងមិនដឹងរឿងសោះចឹងព្រះនាងឆាប់ហុចជើងមកទូបង្គំព្យាបាលឲ្យទ្រង់ចាំទូបង្គំនិយាយឲ្យស្ដាប់ពេលក្រោយបន្ទាប់ពីជាហើយទ្រង់ត្រូវរត់ចេញឲ្យលឿនបំផុតតាមដែលធ្វើបានចុះនាយវិញនោះគិតចង់ដោះស្រាយជាមួយពួកគេយ៉ាងម៉េចទៅទូបង្គំមានដំណោះស្រាយសម្រាប់ខ្លួនឯងហើយសំខាន់នោះសុវត្ថិភាពព្រះនាងបណ្ឌិតទៀតពួកគេរកទ្រង់មិនឃើញច្បាស់ជាទៅជុំកន្លែងដើមហើយមិនឃើញទូបង្គំទៀតនោះពួកគេនឹងតាមរកព្រះនាងឆាប់ទៅណាត់បានចាក់ចេញដោយមិនអស់ចិត្តជាមួយវត្តមានរបស់កំឡោះសង្ហានាងមិនទាន់នឹងដឹងផងថានាយឈ្មោះអ្វីជាកូនចៅតកូលណាមកពីណាមួយសន្ទុះក្រោយពីផ្កាតូចរត់ចូលព្រៃកាន់តែជ្រៅនាយទាំង3ក៏មករកពិតមែនអាឈិនឯងមានបានឃើញទេហើយចុះជើងឯងកើតស្អីគេហាអរុតមិនប្រយក៏ជុងមែកឈើទៅពួកឯងកុំអាសួរជួយព្យាបាលរបួសឲ្យយើងសិនមកឈាមច្រើនណាស់ពួកគេទាំង3មិនសង្ស័យអ្វីទាំងអស់ក៏រុំរបួសឲ្យឈិនទាំងដែលឈិនជាអ្នកយកមែកឈើស្រួចមកចាក់ខ្លួនឯងដើម្បីបង្អាក់ការតាមរករបស់បុរសកំណាចទាំង3មែកឈើនេះមានពីធ្វើឲ្យខ្លួនឡើងកម្ដៅធ្វេសត្បិតតែពួកគេសាហាវដែលតាមចាប់នាងតូចផ្កាតែពួកគេមិនបោះបង់គ្នាជាដាច់ខាតទម្លាប់ជនជាតិនេះល្អត្រង់មិនបោះបង់មិត្តភ័ក្តិបងប្អូនក្នុងគ្រាលំបាកពួកគេទាំង4ត្រូវសម្រាប់ព្យាបាលរបួសមួយយប់ពេញជនជាតិទាំងនេះគឺស្មោះត្រង់ជាមួយគ្នានិងជាមួយម្ចាស់ណាស់ម្ចាស់បញ្ជាអ្វីត្រូវតែធ្វើតាមជាដាច់ខាតព្រឹកឡើងថ្ងៃថ្មីដែលស្រអាប់បំផុតក្នុងជីវិតដែលរត់គេចចេញពីការតាមប្រមាញ់គ្រប់កន្លែងស្រស់ស្រីបើកភ្នែកឡើងដោយសារតែសំឡេងទឹកជិះឮសូរប្រៅសំឡេងទឹកមួយផ្ដើបានជិះពេញមុខស្រីល្អនាងភ្ញាក់ព្រឺតជាមួយនឹងដៃជើងជាប់ចំណងម្ដងទៀតជាមួយនឹងកៅអីនេះខ្ញុំនៅទីណាទៀតហើយនាងព្យាយាមរកនឹកតែនឹកមិនឃើញសោះដឹងខ្លួនហើយនាងក្មេងល្ងងលោកលែងខ្ញុំទៅលោកខ្ញុំនឹងធ្វើតាមថៅកែយូនទាំងអស់មេត្តាដោះលែងខ្ញុំទៅខ្ញុំមិនទាន់បានញោមអីតាំងពីម្សិលមិញម្លេះកំពុងតែព្យាយាមអង្វរអង្ក្រែកថៅកែយូនលោកយូនក៏មកដល់ជាមួយនឹងអាយុហឺដែលជាប់ចំណងដូចគ្នាផ្កាអាយុហឺខំស្ទុះទៅទាំងដៃជាប់ចំណងផ្កាអូនយ៉ាងម៉េចហើយបងសុំទោសណាដែលបងការពារអូនមិនបានបងសុំទោសអាយុហឺនិយាយទាំងទឹកភ្នែកយូហឺកុំបន្ទោសខ្លួនឯងអីណាអូនមិនអីទេចុះបងហេតុអីក៏ត្រូវជាប់ចំណងបែបនេះដែរកាលពីម្សិលមិញគ្នារបស់លោកប៉ាបានតាមរកអូនប៉ុន្តែរកមិនឃើញបងព្យាយាមខាត់គាត់ទើបជាប់ចំណងនេះពួកឯងឆាប់ចាប់អ្នកប្រុសឯងមកវិញមកកុំឲ្យរៀបរាប់ច្រើនពេកយើងឲ្យជំរើសឯងបើឯងធ្វើតាមយើងមនុស្សឯងស្រឡាញ់ក៏មិនមកវេទនាជាមួយឯងចឹងដែរថៅកែចិត្តក្តៅខូខើនិយាយទាំងយកដៃកាន់កាំភ្លើងស្រាប់តែកាំភ្លើងឆ្ចុងត្រង់សៀបផ្ការបស់អាយុហឺគុំអីផ្កាស្រែកឡើងផ្លាត់មាត់គុំធ្វើបាបយូហឺអីលោកជាពុកគេយ៉ាងម៉េចនឹងហេតុអីកូនប្រុសបង្កើតខ្លួនឯងក៏ចង់សម្លាប់ដែរនោះលោកដោះលែងអាយុហឺទៅចាត់ទុកថាខ្ញុំអង្វរលោកស្ថានការកំពុងខ្មៅងឹតស្រាប់តែលេចមុខនារ៉ាស៊ុយចេញមកជាមួយនឹងកាំភ្លើងវែងមួយដើមនិងខ្លីមួយដើមរួមទាំងប៉ូលីសជាច្រើនទៀតក្រុមប៉ូលីសឡោមប្រតិជនអាក្រក់ដែលជាកូនចៅថៅកែយូនចិត្តឈឹងរ៉ាស៊ុយប្រញាប់ទៅដោះលែងផ្កាភ្លាមនាយគ្រានាងដែលកំពុងតែហេវហត់ព្រះនាងទ្រង់មិនអីទេហេរ៉ាស៊ុយមកចោលលោកដឹងថាយើងនៅទីនេះលោកអារុនបញ្ជាឲ្យខ្ញុំតាមរកអ្នកនាងនិងបានតម្រុយពីប៉ូលីសខ្លះដែរព្រោះក្រុមគ្រួសារអ្នកនាងជាអ្នកដាក់ពាក្យបណ្ដឹងមិនក៏លោកស្គាល់បងប្រុសយើងដែរកុំអានិយាយច្រើនចាំស្ថានភាពស្ងប់ស្ងាត់សិនទៅពេលនេះក្រុមគ្រួសារអ្នកនាងទាំងក្រុងឡុងវេតទាំងមូលទាំងនសាម៉ាន់និងខៀនកំពុងជ្រួលច្របល់ខ្លាំងណាស់ក្រឡេកមកមើលប៉ូលីសយើងវិញម្នាក់ប្រកបដោយទឹកមុខមាំលោកថៅកែយូនបានយកកូនប្រុសខ្លួនធ្វើជាចំណាត់ខ្មាំងជាប់លោកឯងកុំចូលមកសោះមិនចឹងអាយុហឺយើងនឹងបាញ់សម្លាប់យូហឺមិនខានប៉ូលីសនាំគ្នាថយចេញមួយជំហានផ្កាស្លន់ស្លោយ៉ាងខ្លាំងរ៉ាស៊ុយខ្ញុំអង្វរលោកណាឆាប់ជួយអាយុហឺផងណាខ្ញុំលើកដៃសំពះក៏បានដែរនាយប៉ូលីសចាប់ដៃជាប់ព្រះនាងគុំធ្វើចឹងអីយ៉ាងណាខ្លាមិនហ៊ានស៊ុយកូនឯងទេសំខាន់គឺសុវត្ថិភាពត្រង់ពួកនេះឲ្យប៉ូលីសចាត់ការទុកទូបង្គំនាំត្រង់ទៅមន្ទីរពេទ្យសិននាយរ៉ាស៊ុយបានគ្រានាងតូចចេញពីកន្លែងដ៏សែនកង្វក់នេះសំដៅទៅលើរថយន្តគ្រាន់តែឡើងលើរថយន្តភ្លាមកូនចៅថៅកែយូនបង្កប់ខ្លួនមួយក្រុមទៀតបានដេញតាមពីក្រោយនិងព្យាយាមបាញ់ស្ទើរតែបែកដំបូលឡានស៊ុយបានត្រាយនឹងបាញ់តម្រង់ពួកនោះដួលអស់នាយបានបោះកាំភ្លើងមួយដើមទៀតឲ្យទៅក្រមុំព្រះនាងចេះប្រើទេផ្កាងក់ក្បាលនិងកេះកៃតម្រង់ទៅពួកនោះគ្មានខុសមួយគ្រាប់ចុងក្រោយរបស់នាងតូចធ្វើឲ្យម៉ូតូមួយដែលជិះគ្នាពីអ្នកដួលក្រែងស៊ុយកាំភ្លើងអស់គ្រាប់ហើយពួកវាជិះមកជិតឡានយើងហើយព្រះនាងប្រយ័ត្នព្រះកាយផង
ខ្ញុំមានមធ្យោបាយហើយនាយចាត់ការម៉ូតូខាងនោះទៅទុកឲ្យខ្ញុំចាត់ការខាងនេះទាំងពីរនាក់ងក់ក្បាលដាក់គ្នាហើយក៏ធ្វើប្រតិបត្តិការម៉ូតូមកកាន់តែគៀបការតូចបានបើកទ្វារឡានមួយកំហឹងនឹងធាក់ម៉ូតូពួកនោះដួលក្រែងភាពរហ័សរបស់ពួកនោះក៏មិនអន់ដែរធ្វើឲ្យផ្កាភ្លាត់មួយគ្រាប់ចំជើងខាងស្ដាំឈាមហូរមិនឈប់ស៊ុយបានបាញ់ពួកនោះចំចំណុចសំខាន់ទាំងអស់ធ្វើដៃគេពិតជាល្អសាកសមជានាយប៉ូលីសពិតអស់គ្រាប់ល្មមពួកនោះរបួសអស់ហើយតាមយើងមិនទាន់ទេនាយកំពុងបើកឡាននិយាយដោយក្តីសង្ឃឹមផងតែងាកមកឃើញផ្កាមានសភាពទន់ខ្សោយនិងអស់កម្លាំងទឹកមុខស្លេកស្លាំងនាយភ័យណាស់ខ្លាចតែផ្កាទ្រាំពុំបានដល់មន្ទីរពេទ្យទេផ្កាដួលក្រែងទៅលើផ្លូវនាយរ៉ាស៊ីនកំឡោះសង្ហាបបន្ថែមលបឿនឡានយ៉ាងលឿនធ្វើយ៉ាងណាទៅឲ្យដល់មន្ទីរពេទ្យឆាប់